បារាំងអន្តរជាតិ AFE នៅពេលនេះម៉ោង 7 យប់កម្មវិធីព័ត៌មានដោយប៉ុនសុភ័ណ្ឌអង្គការឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថាការវាយប្រហារដោយទឹកអាស៊ីតនៅកម្ពុជាថយចុះបាត់ល្មើសព្រៃឈើឆ្នាំ 2018 មន្ត្រីថ្នាក់ជាតិថាថយចុះតែសង្គមស៊ីវិលថារឹតតែធ្ងន់ធ្ងរសន្តិសុខនិងសណ្ដាប់ធ្នាប់នៅខេត្តប្រសេះហនុនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនមានស្ថានភាពធម្មតាលោក Donald Trump ថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិនៅក្នុងបរិបទ shutdown អង្គការសហប្រជាជាតិថាសហភាពអឺរ៉ុបអាចជាអ្នកទាញយកផលចំណេញច្រើនពីសង្គ្រាមពាណិជ្ជកម្មអាមេរិកចិនមនុស្ស 9 អ្នកស្លាប់ 31 អ្នករងរបួសដោយសារតែគ្រោះអគ្គីភេងមួយនៅក្នុងទីក្រុងប៉ារី RFI អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅថ្ងៃទី 4 កុម្ភៈតាមរបាយការណ៍របស់ខ្លួនបានឲ្យដឹងថាការវាយប្រហារដោយទឹកអាស៊ីតនៅក្នុងប្រទេសកម្ពុជាបានថយចុះបន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់គ្រប់គ្រងអាស៊ីតខ្លាំងប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះរកឃើញថារដ្ឋាភិបាលបរាជ័យនៅក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះសឹងភារៈរាយការណ៍នៅកម្ពុជាករណីវាយប្រហារដោយទឹកអាស៊ីតដែលត្រូវបានរាយការណ៍មានចំនួន40ករណីដែលជាចំនួនខ្ពស់បំផុតមួយនៅក្នុងឆ្នាំ2000ហើយនៅឆ្នាំ2010មានរលកនៃការវាយប្រហារមួយទៀតដែលមានជនរងគ្រោះសរុបចំនួន36នាក់ភាគច្រើននៃករណីទាំងនោះកើតឡើងពីចំនួនរវាងបុគ្គលនិងបុគ្គលហើយនឹងការចងគំនុំនេះបើតាមរបាយការណ៍កម្រាស់760ទំព័រជាភាសាខ្មែរមានចំណងជើងថាដូចរស់ក្នុងឋាននរកអំពើហិង្សាដោយអាស៊ីតនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី4ខែកុម្ភៈឆ្នាំ2019របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងទៀតថានៅក្រៅការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំងនៅឆ្នាំ2012អំពើវាយប្រហារដោយអាស៊ីតដែលត្រូវបានរាយការណ៍មានយ៉ាងហោចណាស់25ករណីកើតឡើងលើជនរងគ្រោះចំនួន32នាក់ក្នុងនោះមាន23នាក់ត្រូវបានគេដឹងថានៅមានជីវិតក្នុងចំណោមជនរងគ្រោះទាំង32នាក់មាន19នាក់ជាស្ត្រីនិង13នាក់ទៀតជាបុរសលោកប្រេតអាដាមនាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានធ្វើការបោះជំហានដ៏សំខាន់មួយជាមួយនឹងច្បាប់គ្រប់គ្រងទឹកអាស៊ីតដោយបានធ្វើការសន្យាយ៉ាងច្បាស់លាស់ចំពោះជនរងគ្រោះពីការវាយប្រហារដោយអាស៊ីតលោកបន្តថាបរាជ័យរបស់រដ្ឋាភិបាលរួមមានការអនុវត្តច្បាប់នេះនៅក្រៅក្រុងភ្នំពេញការចាប់ជនដោយដល់មកទទួលខុសត្រូវការព្យាបាលដល់ជនរងគ្រោះនិងការប៉ះប៉ូវនៅសំណងសម្រាប់ជនរងគ្រោះបានធ្វើឲ្យការសន្យារបស់រដ្ឋាភិបាលមិនអាចសម្រេចទៅបានហើយបានធ្វើឲ្យជនរងគ្រោះមានផលវិបាកអស់មួយជីវិតវិទ្យុបារាំងអន្តរជាតិមិនអាចសុំការបំភ្លឺពីក្រសួងមហាផ្ទៃបានទេនៅថ្ងៃទី5ខែកុម្ភៈនេះក៏ប៉ុន្តែលោកផៃស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាមុននឹងឆ្លើយសំណួររបស់វិទ្យុបារាំងអន្តរជាតិបានចាត់ទុកសកម្មភាពអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់លោកប្រេតអាដាមថាជាការវាយប្រហារមកលើរដ្ឋាភិបាលបើតាមលោកផៃស៊ីផានក្នុងរយៈពេល2ឬ3ឆ្នាំចុងក្រោយនេះករណីវាយប្រហារដោយទឹកអាស៊ីតមិនបានកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេលោកបញ្ជាក់ថាការថយចុះនេះគឺបន្ទាប់ពីរដ្ឋាភិបាលបង្កើនការអប់រំនិងដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តសូមជម្រាបជូនថារបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលចេញផ្សាយនាពេលនេះត្រូវបានធ្វើឡើងដោយផ្អែកលើកិច្ចសម្ភាសន៍ក្នុងខែធ្នូឆ្នាំ2013ខែមិថុនាឆ្នាំ2015និងខែឧសភាឆ្នាំ2017ជាមួយអ្នករស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីតចំនួន17នាក់នៅភ្នំពេញនិងកំពង់ចាមនៅថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំនេះទស្សនវិជ្ជាទូទៅនៅក្នុងរាជធានីភ្នំពេញមានសភាពប្លែកជាងរាល់ថ្ងៃដោយមិនមានមនុស្សអ៊ូអរនៅទីប្រជុំជនវិធីនានាបង្ហាញពីភាពស្ងប់ស្ងាត់ប្រហាក់ប្រហែលទៅនឹងពិធីបុណ្យធំៗរបស់ខ្មែរផងដែរដែលឡែកអគារលក់ទំនិញឯកជននៅតាមបណ្ដោយផ្លូវជាច្រើនត្រូវបានបិទទ្វារហើយទីផ្សារធំៗរបស់រដ្ឋមានអាជីវករចូលទៅលក់ប្រមាណជា30ទៅ 40% ប៉ុណ្ណោះងាកទៅមើលខាងខេត្តប្រសេះហនុវិញជាកន្លែងអភិវឌ្ឍថ្មីក្រោមចរន្តវិនិយោគរបស់ជនជាតិចិនយ៉ាងកក្រឹកកក្រែងនោះក៏ត្រូវបានរាយការណ៍ថាមិនមានសភាពអ្វីគួរឲ្យមានការចាប់អារម្មណ៍ខ្លាំងដែរតាក់ទងទៅនឹងសន្តិសុខនិងសណ្ដាប់ធ្នាប់លោកឧត្តមសេនីយ៍តូជូណារិនស្នងការប៉ូលីសខេត្តប្រសេះហនុបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថាថ្ងៃបុណ្យចូលឆ្នាំចិនដែលចាប់ផ្ដើមតាំងតែពីថ្ងៃម្សិលមិញមានសភាពធម្មតាមិនមានបាតុភិបអ្វីកើតឡើងដោយសារតែជនជាតិចិននៅទីនោះទេចំណែកគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដឹកនាំដោយលោកសៅសុខាបានជួបប្រជុំគ្នាដើម្បីបូកសរុបការងារប្រចាំឆ្នាំ2018នៅថ្ងៃម្សិលមិញរបាយការណ៍ប្រចាំឆ្នាំ2018របស់គណៈកម្មាធិការជាតិទប់ស្កាត់និងការបង្ក្រាបបទល្មើសធនធានធម្មជាតិ
រកឃើញថាបាត់ល្មើសព្រៃឈើបានថយចុះនៅក្នុងឆ្នាំ2018នេះបើធៀបតាំងតែពីឆ្នាំ2016ដែលជាឆ្នាំដំបូងដែលស្ថាប័នមួយនេះបានប្រសូតឡើងផ្ទុយមកវិញសហគមន៍ព្រៃឡង់មើលឃើញថាបាត់ល្មើសព្រៃឈើនៅក្នុងឆ្នាំ2018រឹតតែធ្ងន់ធ្ងរយើងស្ដាប់អេងគឹមហុងក្នុងឆ្នាំ2018គណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបង្ក្រាបបទល្មើសព្រៃឈើចំនួន338លើកឃាត់ខ្លួនមនុស្សជាង100នាក់ហើយមនុស្សទាំងនោះមួយចំនួនត្រូវបានបញ្ជូនទៅតុលាការនិងធ្វើការអប់រំរួមនឹងការរឹបអូសឈើប្រមាណជាង4000ម៉ែត្រគូបតាមរយៈការរឹបអូសបានវត្ថុតាងទាំងនេះបូករួមនឹងការទទួលរបាយការណ៍ពីថ្នាក់ខេត្តគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានវិនិច្ឆ័យតម្លៃជារួមថាបទល្មើសព្រៃឈើក្នុងឆ្នាំ2018បានថយចុះតាមរយៈការរឹបអូសទំហំឈើពីជាង70000ម៉ែត្រគូបក្នុងឆ្នាំ2016មកនៅសល់ប្រមាណជាង4000ម៉ែត្រគូបនៅក្នុងឆ្នាំ2018នេះបើតាមការគូបញ្ជាក់ពីលោកអេងហ៊ីអ្នកនាំពាក្យគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបើទោះបីជាគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិអះអាងថាការកាប់ឈើមានការថយចុះបែបណាក៏ដោយតែស្ថាប័នមួយនេះនៅតែក្រើនរំលឹកនិងអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនៅបទល្មើសធនធានធម្មជាតិមានដូចជាការកាប់បំផ្លាញព្រៃឈើការដឹកជញ្ជូនឈើនិងការនាំចេញឈើដោយខុសច្បាប់ដោយឡែកលោកសេងសុខហេងអ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់បានចាត់ទុកការអំពាវនាវនេះគ្មានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់បទល្មើសព្រៃឈើឡើយមិនមានប្រសិទ្ធភាពព្រោះថាជាក់ស្ដែងនៅតំបន់ព្រៃឡង់តំបន់ព្រៃការពារឬដែនជម្រកសត្វព្រៃជាដើមសកម្មភាពកាប់ឈើនៅតែកើតមានរាល់ថ្ងៃហើយជាលក្ខណៈទ្រង់ទ្រាយធំដោយគ្មានការទប់ស្កាត់ឡើយបាទតាមលោកសេងសុខហេងមូលហេតុដែលការកាប់ឈើនៅតែបន្តកើតមានដោយសារតែអំពើពុករលួយនិងភាពទន់ខ្សោយនៃការអនុវត្តច្បាប់ភាគីទាំងពីរបន្តមើលឃើញផ្សេងគ្នាពីសកម្មភាពនៃការកាប់ឈើដែលផ្ដើមចេញពីពលរដ្ឋតាមរយៈការដឹកតាមរទេះជារៀងរាល់ថ្ងៃនេះបើតាមគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគណៈបណ្ដាញសហគមន៍ព្រៃឡង់បរិហាថាឈ្មោះធំទៅវិញទេធ្វើឲ្យស្ថានភាពព្រៃឈើខ្មែរហិនហោចជាមួយគ្នានេះក្រសួងបរិស្ថានធ្លាប់ឲ្យដឹងថាបទល្មើសព្រៃឈើនៅក្នុងឆ្នាំ2018នៅតែកើតមានដដែលតែកម្រិតនៃការកាប់ឈើបានថយចុះ 30% បើធៀបនឹងឆ្នាំ2017នេះក៏ដោយសារតែតម្រូវការប្រើប្រាស់ឈើកើនឡើងទាំងក្នុងស្រុកនិងក្រៅស្រុកទើបជាសម្ពាធនៃធនធានធម្មជាតិនៅកម្ពុជាសូមបញ្ជាក់ជូនថាផ្ទៃដីប្រទេសកម្ពុជា 41% ស្មើ7លាន5សែនហិកតាជាដែនដីព្រៃឈើត្រូវបានអភិរក្សយើងសូមមកជម្រាបជូនពីព័ត៌មានអន្តរជាតិវិញម្ដងផ្ដើមនិយាយអំពីមានមនុស្ស9នាក់ស្លាប់និង31នាក់ទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យមួយដែលបានកើតឡើងនៅក្នុងអគារមួយកន្លែងនៅក្នុងទីក្រុងប៉ារីគ្រោះអគ្គិភ័យនេះបានចាប់ផ្ដើមឡើងកាលពីយប់រំលងអធ្រាត្រថ្ងៃច័ន្ទឈានចូលព្រឹកថ្ងៃអង្គារទី5កុម្ភៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានភ្លើងឆេះនៅឡើយទេក៏ប៉ុន្តែអាជ្ញាធរទីក្រុងប៉ារីសង្ស័យថាមានអ្នកលួចដុតនិងកំពុងតែតាមដានស៊ើបអង្កេតករណីនេះដោយសកម្មយើងស្ដាប់អង្គកឹមអនគេឃើញផ្សែងនឹងអណ្ដាតភ្លើងចាប់ផ្ដើមឆេះនៅអគារមួយក្នុងសង្កាត់ទី16នៃទីក្រុងប៉ារីនៅវេលាម៉ោង1ព្រឹកថ្ងៃអង្គារភ្លើងចាប់ផ្ដើមឆេះចេញពីអគារជាន់លើគេបើតាមសាក្សីដែលជាអ្នករស់នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលភ្លើងឆេះគេបានឮសំឡេងស្ត្រីម្នាក់ស្រែកចាំងខ្លាំងពួកគេគិតថាប្រហែលជាអ្នកជិតខាងឆ្លោះប្រកែកគ្នាតែដោយសារក្រោយមកសំឡេងស្រែកក៏ចេះតែលាន់ឮខ្លាំងឡើងគេក៏នាំគ្នារត់ចេញទៅក្រៅមើលហើយស្រាប់តែឃើញផ្សែងនៅអណ្ដាតភ្លើងខ្មួខ្មាញ់ឆាប់ចេះចេញពីអគារជាន់លើបាត់ទៅហើយគួរជម្រាបជូនថាទំហំភ្លើងឆេះឈួលខ្លាំងណាស់ហើយពិបាកនឹងពន្លត់ដោយសារតែអគារដែលឆេះនោះមិននៅជាប់នឹងផ្លូវដែលអាចឲ្យរថយន្តពន្លត់អគ្គិភ័យបើកចូលបានតែទោះជាយ៉ាងណាក្តីក្រុមពន្លត់អគ្គិភ័យទីក្រុងប៉ារីចំនួន200នាក់អាចគ្រប់គ្រងស្ថានភាពនិងពន្លត់ភ្លើងបានទាំងស្រុងនៅរយៈពេល5ម៉ោងក្រោយមកគួរជ្រាបទៀតថាបន្ទាប់ពីមានហេតុការណ៍នេះភ្លាមប៉ូលីសបានចាប់ខ្លួនស្ត្រីម្នាក់និងបើកការស៊ើបអង្កេតគ្រោះភ្លើងឆេះនេះភ្លាមតែម្ដងដោយចាប់ប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលបង្កឲ្យមានប្រជាពលរដ្ឋស្លាប់
ជុំវិញបញ្ហានេះដែរអ្នករស់នៅក្នុងកន្លែងកើតហេតុនាំគ្នានិយាយតគ្នាថាមូលហេតុដែលនាំឲ្យភ្លើងឆេះគឺបណ្ដាលមកពីមានមនុស្សលួចដុតពួកគេថាប្រហែលជាមាននរណាម្នាក់លួចដុតភ្លើងដោយសារតែមានចំនួនរវាងអ្នកជិតខាងគ្នាតែទោះជាមានការលើកឡើងបែបនេះក្តីក៏រហូតមកដល់ពេលនេះប៉ូលីសទីក្រុងប៉ារីមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយអំពីមូលហេតុដែលនៅពីក្រោយហេតុការណ៍ភ្លើងឆេះនេះក៏ប៉ុន្តែអាជ្ញាធរពិតជាសង្ស័យមែនថាអគ្គិភ័យនេះកើតឡើងដោយសារមានអ្នកលួចដុតតាក់ទងរឿងនេះដែរអភិបាលរងក្រុងទីក្រុងប៉ារីបានលើកឡើងថាលោកនៅមិនទាន់ហ៊ានបកស្រាយអ្វីឡើយជុំវិញហេតុការណ៍នេះលោកបន្តទៀតថាសាលាក្រុងទុកតួនាទីនេះឲ្យសមត្ថកិច្ចជំនាញជាអ្នកផ្ដល់ព័ត៌មានលម្អិតនិងច្បាស់ការងាកមកនិយាយពីសហរដ្ឋអាមេរិកថ្ងៃអង្គារទី5កុម្ភៈនេះលោកប្រធានាធិបតីអាមេរិក Donald Trump ថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិនៅចំពោះមុខសមាជិកសភានិងព្រឹទ្ធសភានៅក្នុងទីក្រុង Washington គឺជាឱកាសមួយដ៏សំខាន់សម្រាប់គ្រប់ប្រធានាធិបតីអាមេរិកហើយសម្រាប់លោក Donald Trump នេះគឺជាសន្ទរកថាលើកទី2របស់លោកតាំងតែពីពេលលោកចូលកាន់តំណែងប្រធានាធិបតីនៅក្នុងខែមករាឆ្នាំ2017តែអ្វីដែលជាការកត់សម្គាល់សន្ទរកថាលើកទី2នេះពេលនេះធ្វើឡើងនៅក្នុងពេលដែលប្រទេសបានជួបវិបត្តិថវិការហូតធ្វើឲ្យស្ថាប័ននិងសេវាកម្មសាធារណៈជាច្រើនជាប់គាំងដែលគេហៅថា shutdown អស់រយៈពេល35ថ្ងៃមកហើយភាពជាប់គាំងក៏ដោយសារតែក្រុមអ្នកប្រជាធិបតេយ្យដែលជាក្រុមប្រឆាំងមិនព្រមផ្ដល់ថវិកាឲ្យលោកត្រាំយកទៅសង់ជញ្ជាំងនៅតាមព្រំដែនជាមួយនឹងប្រទេសមេក្ស៊ីកយើងនឹងត្រឡប់មកលម្អិតជុំវិញព័ត៌មាននេះម្ដងទៀតជាមួយនឹងគូចគុណធីរ៉ានៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនាពេលបន្តិចទៀតនេះចំណែកទាំងសហរដ្ឋអាមេរិកនិងទាំងចិនមិនបានផលចំណេញអ្វីពីសង្គ្រាមពាណិជ្ជកម្មរវាងគ្នានឹងគ្នានោះទេក៏ប៉ុន្តែអ្នកដែលអាចទទួលបាននូវផលចំណេញច្រើនដោយសារតែចំនួនពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺសហភាពអឺរ៉ុបវិញឯនោះទេនេះបើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញសូមស្ដាប់អង្គមអនជាថ្មីម្ដងទៀតរបាយការណ៍របស់អង្គការសហប្រជាជាតិមានចំណងជើងថាសង្គ្រាមពាណិជ្ជកម្មអ្នកខាតបង់និងអ្នកចំណេញបានទស្សន៍ទាយថាសហភាពអឺរ៉ុបនឹងក្លាយជាអ្នកដែលអាចទាញផលចំណេញបានច្រើនជាងគេពីចំនួនពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដដែលនេះសហភាពអឺរ៉ុបនឹងទទួលបានប្រាក់ចំណេញក្នុងតម្លៃទឹកប្រាក់ចំនួន$70,000 លានមកក្នុងដៃតាក់ទងរឿងនេះដែរប្រធានផ្នែករបស់អង្គការសហប្រជាជាតិស្ដីអំពីពាណិជ្ជកម្មនិងការអភិវឌ្ឍគឺលោកស្រី Pamela Cook-Hamilton បាននិយាយថាបើយោងទៅតាមការសិក្សាវិភាគគោលនយោបាយដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនិងប្រទេសចិនគឺមិនបានផ្ដល់ផលប្រយោជន៍ឬក៏ប្រាក់ចំណេញអ្វីដល់បណ្ដាក្រុមហ៊ុនរបស់ប្រទេសទាំងពីរនោះឡើយជាមួយគ្នានេះលោកស្រីបានបញ្ជាក់បន្ថែមទៀតថាវិវាទពាណិជ្ជកម្មនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាមេរិកនិងចិនហើយប្រទេសផ្សេងៗដទៃទៀតគឺជាអ្នកទាញបានផលចំណេញជាក់ស្ដែងបើតាមការសិក្សារបស់អង្គការសហប្រជាជាតិដដែលនេះនៅពេលដែលរងគ្រោះដោយសារតែនយោបាយដំឡើងពន្ធពីសំណាក់រដ្ឋាភិបាលទីក្រុង Washington នោះមុខទំនិញចិនប្រមាណជា 80% និងស្វែងរកទីផ្សារថ្មីនៅឯប្រទេសផ្សេងទៀតស្រដៀងគ្នានេះដែរក្រុមហ៊ុនអាមេរិកប្រមាណជា 85% ដែលរងគ្រោះដោយសារតែនយោបាយដំឡើងពន្ធយ៉ាងច្រើនពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងនិងងាកទៅរកទីផ្សារថ្មីនៅឯប្រទេសដទៃទៀតវិញដែរមួយវិញទៀតប្រទេសដែលជាគោលដៅថ្មីរបស់ក្រុមហ៊ុនអាមេរិកនិងចិនទាំងអស់នោះគឺបណ្ដាសហភាពអឺរ៉ុបមិនតែប៉ុណ្ណោះជប៉ុន មិចស៊ិកនិងកាណាដាក៏អាចទាញផលចំណេញបានច្រើនដែរពីចំនួនពាណិជ្ជកម្មរវាងអាមេរិកនិងចិននេះគួររំលឹកជូនទៀតថានៅគ្រាកន្លងមកភាគីអាមេរិកនិងចិនបានខិតខំពិភាក្សាគ្នាជាច្រើនលើកច្រើនសារណាស់ដែរហើយដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងគ្នានឹងគ្នាក៏ប៉ុន្តែស្ថានភាពហាក់មិនធូរស្បើយនោះទេជាក់ស្ដែងរបាយការណ៍របស់អង្គការសហប្រជាជាតិថែមទាំងបានរំពឹងទុកជាមុនទៀតថាប្រទេសទាំងពីរអាចនឹងបន្តដំឡើងពន្ធលើមុខទំនិញនានាទៅលើគ្នាទៅវិញទៅមកនៅដើមខែមីនាឆ្នាំ2019ខាងមុខនេះទៀតផងកិច្ចចរចាសន្តិភាពរវាងក្រុមឧទាមតាលីបង់និងក្រុមប្រឆាំងអាហ្វហ្គានីស្ថានបានចាប់បើកធ្វើនៅថ្ងៃអង្គារនេះនៅក្នុងទីក្រុងមូស្គូដោយគ្មានវត្តមានរដ្ឋាភិបាលក្រុងកាប៊ុលដែលគាំទ្រដោយសហរដ្ឋអាមេរិកកិច្ចចរចារយៈពេល2ថ្ងៃនៅមូស្គូនេះត្រូវធ្វើឡើងនៅក្នុងពេលដែលដំណើរការចរចាសន្តិភាពជាមួយនឹងតាលីបង់នេះកំពុងតែប្រព្រឹត្តធ្វើទៅដែរនៅក្នុងប្រទេសកាតាក៏ប៉ុន្តែនៅក្នុងដំណើរការចរចាទាំងពីរទាំងការចរចានៅមូស្គូនិងការចរចានៅកាតាសុទ្ធតែប្រព្រឹត្តទៅដោយគ្មានវត្តមានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន
យើងបញ្ចប់ព័ត៌មានអន្តរជាតិនិយាយអំពីលោកស្រី Angela Merkel ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនបានធ្វើការអំពាវនាវថ្ងៃនេះឲ្យមានការរឹតបន្តឹងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីធ្វើយ៉ាងណាបង្ការកុំឲ្យក្រុមហ៊ុនចិនប្រមូលទិន្នន័យផ្ទាល់ខ្លួនប្រគល់ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំងការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងពេលដែលបណ្ដាប្រទេសលោកខាងលិចកំពុងតែនាំគ្នាព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពទាក់ទងទៅនឹងផលិតផលក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei វិទ្យុបារាំងអន្តរជាតិ AFE 92 MHz នៅភ្នំពេញនិងសៀមរាប 94.5 MHz នៅបាត់ដំបងកំពង់ចាមនិងក្រុងព្រះសីហនុ លោកអ្នកនាងកំពុងស្ដាប់កម្មវិធីព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ AFE ជាបន្តទៅទៀតនេះលោកអ្នកនាងនឹងបានស្ដាប់ដំបូងគឺជានាទីភ្ញៀវប្រចាំថ្ងៃរៀបចំជូនដោយញឹមសុផលថ្ងៃនេះសុផលបានជួបសម្ភាសលោកណេតភក្ត្រាក្រោយមកគឺជានាទីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃយើងនឹងមានបទអន្តរកម្មពីគួយគុណធីរានាទីជីវិតជោគជ័យរបស់យើងនៅថ្ងៃនេះរៀបចំជូនដោយអឹងប៊ុនថននិងនៅចុងបញ្ចប់នៃកម្មវិធីរបស់យើងគឺជានាទីប្រវត្តិសាស្ត្រខ្មែររបស់វ៉ាន់ឌីកអនញៀវប្រចាំថ្ងៃកាលពីថ្ងៃទី1ខែកុម្ភៈកន្លងទៅរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីដែលមានផ្ទៃដីទំហំជាង3សែនហិកតាជា4តំបន់រួមមានតំបន់ស្នូលតំបន់អភិរក្សតំបន់ប្រើប្រាស់ដោយចីរភាពនិងតំបន់សហគមន៍អ្នកនាំពាក្យក្រសួងបរិស្ថានលោកណេតភក្ត្រាថ្លែងថាការបែងចែកជាតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកជាតំបន់តូចគឺដើម្បីធានាដល់ប្រសិទ្ធភាពការគ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកនិងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាននៅក្នុងការការពារជីវៈចម្រុះនិងធនធានធម្មជាតិនៅក្នុងតំបន់ជាបន្តទៅទៀតនេះសូមអញ្ជើញស្ដាប់បទសម្ភាសន៍ទាំងស្រុងដូចតទៅជំរាបសួរអាយដាមណេតភក្ត្រាបាទសូមជំរាបសួរលោកញឹមសុផលបាទអរគុណដែលអាយដាមអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិ AFE បានធ្វើកិច្ចសម្ភាសន៍តាមរយៈខ្សែទូរស័ព្ទនៅពេលនេះបាទកាលពីថ្ងៃទី1ខែកុម្ភៈកន្លងទៅនេះបាទរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពីការកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីហើយអនុក្រឹត្យនេះទើបតែចេញផ្សាយដល់អ្នកកាសែតកាលពីថ្ងៃម្សិលមិញជុំវិញបញ្ហានេះអាយដាមណេតភក្ត្រាអាចបញ្ជាក់អស់លោកអ្នកស្ដាប់វិទ្យុបារាំង AFE បានទេថាមូលហេតុអ្វីបានជាមានការកំណត់បែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកដែលមានទំហំជាង370,000 ហិកតានេះបាទខ្ញុំបាទសូមជំរាបថាការបែងចែកជាតំបន់ទាំងអស់នេះគឺនៅក្នុងគោលបំណងមួយដើម្បីធានាដល់ប្រសិទ្ធភាពនិងប្រសិទ្ធផលនៅក្នុងការគ្រប់គ្រងនៅក្នុងដែនជម្រកសត្វព្រៃស្រែពកទី2គឺលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជននៅក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រងក៏ដូចជាការពារនិងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិនៅក្នុងតំបន់ទី3គឺធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីនិងទីជម្រាលនៅតំបន់ស្រែពកនិងប្រព័ន្ធធនធានពាក់ព័ន្ធនានាហ្នឹងគឺឲ្យបានគង់វង្សហើយការបែងចែកតំបន់នៅក្នុងដែនជម្រកសត្វព្រៃស្រែពកនេះមិនមែនជាលើកទី1ទេក៏ប៉ុន្តែក្រសួងបរិស្ថានយើងបានសម្រេចនៅក្នុងការកំណត់តំបន់នេះចំពោះតំបន់ការពារធម្មជាតិជាច្រើនទៀតតែនៅក្នុងនោះគឺមានដូចជាតំបន់ការពារធនធានធម្មជាតិពីមក្រសោបនៅក្នុងខេត្តកោះកុងមានភ្នំព្រិចមានដែនជម្រកសត្វព្រៃលំផាត់មានតំបន់តាតៃបទុមសាគរក៏ដូចជាតំបន់ភ្នំកវាញជាដើមដែលការធ្វើនេះគឺជាកិច្ចការមួយសំខាន់ដើម្បីបែងចែកឲ្យបានច្បាស់អំពីតំបន់ដែលត្រូវការពារនឹងបាទតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកនេះត្រូវបានអនុក្រឹត្យកំណត់បែងចែកជា4តំបន់តូចៗដូចជាតំបន់ស្នូលតំបន់អភិរក្សតំបន់ប្រើប្រាស់ដោយចីរភាពនិងតំបន់សហគមន៍បាទអាដាមអាចបញ្ជាក់ដោយសង្ខេបបានទេថាតំបន់ដែលត្រូវបែងចែកការគ្រប់គ្រងទាំងអស់នេះមានអត្ថន័យយ៉ាងដូចម្តេចទៅបាទ
បាទសូមជំរាបថាការបែងចែកតំបន់គ្រប់គ្រងនេះជាតំបន់តូចៗគឺមានតំបន់ស្នូលមានតំបន់អភិរក្សតំបន់ប្រើប្រាស់ដោយជីវភាពតំបន់សហគមន៍នេះគឺមានតួនាទីសំខាន់រៀងខ្លួនដូចជាតំបន់ស្នូលគឺជាតំបន់ដែលពាក់ព័ន្ធជាមួយនឹងដែនជម្រកសត្វព្រៃស្រែពកហ្នឹងគឺតំបន់ស្នូលគឺមាន2បាទទីតាំងមានផ្ទៃដីសរុបគឺ 187,000 ហិកតាដែលតំបន់នេះគឺជាតំបន់មួយដែលត្រូវតែការពារហើយជាតំបន់ដែលមានព្រៃស្រោងព្រៃធំនៅក្នុងតំបន់ហ្នឹងចំណែកឯតំបន់អភិរក្សគឺជាតំបន់ដែលភាគច្រើនស្ថិតនៅជុំវិញតំបន់ស្នូលហើយមួយផ្នែកគឺនៅជាប់ដែនជម្រកសត្វព្រៃភ្នំព្រេចដែលមាននិយាមការនៅក្នុងការកំណត់ជាក់ច្បាស់ដើម្បីធ្វើការអភិរក្សអញ្ចឹងគឺតំបន់នេះជាតំបន់ដែលយើងត្រូវរៀបចំបន្ថែមទៀតនៅក្នុងការអភិរក្សដូចជាតំបន់ប្រើប្រាស់ច្រើនយ៉ាងតំបន់ប្រើប្រាស់ដោយជីវភាពអីជាដើមនេះគឺជាតំបន់ដែលអនុញ្ញាតឲ្យមានការរស់នៅក៏ដូចជាមានសហគមន៍នៅកន្លែងតំបន់ហ្នឹងហើយមានការប្រើប្រាស់ការដកអនុផលព្រៃឈើជាដើមចំណែកឯតំបន់សហគមន៍គឺជាតំបន់ដែលសម្រាប់ប្រជាជនរស់នៅដែលតំបន់ទាំងអស់នេះគឺការបែងចែកហ្នឹងគឺដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពហើយកាលណាបើសិនជាយើងមិនបានបែងចែកឲ្យបានច្បាស់លាស់ទេគឺការគ្រប់គ្រងរបស់យើងក៏អត់ច្បាស់លាស់ដែរដែលធ្វើឲ្យការរៀបចំផែនការផ្សេងៗគឺមិនបានពេញលេញឬមួយក៏មិនមានប្រសិទ្ធភាពអញ្ចឹងហើយការកំណត់នៃតំបន់គ្រប់គ្រងជាផ្នែកនេះគឺដើម្បីងាយស្រួលនៅក្នុងការរៀបចំការងារគ្រប់គ្រងក៏ដូចជាអភិរក្សឲ្យបានគង់វង្សនៅធនធានធម្មជាតិនិងសត្វព្រៃរបស់យើងបាទតាមរយៈការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃស្រែពកនេះតើតំបន់ការពារនៅប្រទេសកម្ពុជាទាំងអស់អាចនឹងមានការបែងចែកតំបន់គ្រប់គ្រងដូចគ្នាបែបនេះទេអាយដាមនិតភក្ត្រាបាទខ្ញុំបាទសូមជំរាបថាក្រៅអំពីតំបន់ស្រែពកគឺយើងបានកំណត់រួចមកហើយនៅតំបន់ការពារធម្មជាតិមួយចំនួនដែលនៅក្នុងនោះដូចជាតំបន់ព្រាមកសោបភ្នំព្រេចលំផាត់តាតៃបទុមសាគរឬមួយក៏កវាញជាដើមដែលយើងបានធ្វើការបែងចែកនៅតំបន់គ្រប់គ្រងរួចមកហើយសម្រាប់ក្រសួងបរិស្ថានយើងនឹងបន្តការងារនៅក្នុងការកំណត់គ្រប់គ្រងតំបន់ផ្សេងទៀតនៅតាមតំបន់ការពារធម្មជាតិផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំបាទសូមជំរាបថានៅប្រទេសកម្ពុជារបស់យើងនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននេះគឺយើងមានដីប្រមាណជា 7.5 លានហិកតាដែលនៅក្នុងនោះគឺមានតំបន់ការពារធម្មជាតិប្រមាណជា760បាទនៅក្នុងនោះគឺគេហៅថាតំបន់ប្រព័ន្ធតំបន់ការពារធម្មជាតិដែលរួមមានតំបន់ការពារធម្មជាតិហើយនិងរបៀងអភិរក្សជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជាយើងនឹងហើយការដែលយើងធ្វើនេះគឺការកំណត់តំបន់គ្រប់គ្រងនេះហើយគឺយើងនឹងធ្វើការបោះបង្គោលព្រំដើម្បីកំណត់តំបន់នីមួយៗក៏ដូចជាតំបន់ការពារធម្មជាតិផ្សេងៗដើម្បីឲ្យដឹងច្បាស់កំណត់បញ្ជាក់ដល់សាធារណជនឲ្យច្បាស់ថាតំបន់ណាដែលជាតំបន់ដែលត្រូវការពារតំបន់ណាដែលយើងត្រូវអភិរក្សដើម្បីកាត់បន្ថយក៏ដូចជាការទប់ស្កាត់បង្ការកុំឲ្យមានការកាប់រុករានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ក៏ដូចជាការបំផ្លិចបំផ្លាញព្រៃឈើដោយខុសច្បាប់ដោយការវាទីធ្វើដីកសិកម្មអីជាដើមហើយមួយទៀតដើម្បីកាត់បន្ថយនៅចំនួនដីធ្លីដោយសារតែប្រជាពលរដ្ឋមួយចំនួនដែលគាត់បន្តការរុករានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ហ្នឹងគឺគាត់អាចដឹងថាតំបន់ហ្នឹងគឺជាតំបន់ដែលត្រូវការពារតំបន់ដែលត្រូវអភិរក្សដូច្នេះមិនត្រូវធ្វើការកាប់ឆ្ការឬមួយក៏កាប់ទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ទេបាទតាមរយៈការបង្កើតតំបន់គ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិប្រមាណ760កន្លែងនៅក្នុងប្រទេសកម្ពុជាគិតថាអស់រយៈពេលត្រឹម5ឆ្នាំចុងក្រោយនេះចុះដែលក្រសួងបរិស្ថានបានជាប់ពាក់ព័ន្ធទៅនឹងការអភិរក្សព្រៃនិងធនធានធម្មជាតិបាទឃើញថាតើស្ថានភាពគ្រប់គ្រងព្រៃនិងសត្វព្រៃមានការប្រែប្រួលយ៉ាងណាដែរអាយដាមបាទខ្ញុំបាទសូមជំរាបថានៅក្នុងអាណត្តិទី5នៃរាជរដ្ឋាភិបាលកម្ពុជាយើងមានការធ្វើកំណែតម្រង់ស៊ីជម្រៅនៅក្នុងការកែតម្រង់លើទូនាទីនិងភារកិច្ចនិងការទទួលខុសត្រូវរវាងស្ថាប័នដែលអភិរក្សនិងអភិវឌ្ឍហើយនៅក្នុងពេលនោះគឺមានការកែសម្រួលទៅលើទូនាទីភារកិច្ចរវាងក្រសួងបរិស្ថានជាមួយនឹងក្រសួងកសិកម្មដោយនៅពេលនោះគឺយើងបានផ្ទេរនៅសម្បទានដីសេដ្ឋកិច្ចដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននឹងទៅឲ្យក្រសួងកសិកម្មហើយក្រសួង
ងកសិកម្មបានផ្ដល់មកវិញនៅដីអភិរក្សមកឲ្យក្រសួងបរិស្ថានធ្វើការគ្រប់គ្រងនិងអភិរក្សបន្តរហូតមកដល់ពេលនេះយើងមានផ្ទៃដី7លាន5សែនហិកតាដែលកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាននៅក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះគឺយើងឃើញថាស្ថានភាពនៃការអភិរក្សរបស់យើងគឺមានភាពល្អប្រសើរហើយលទ្ធផលក៏យើងអាចទទួលបានជាទីគាប់ចិត្តដែរនៅក្នុងនោះគឺទី1តំបន់អភិរក្សរបស់យើងត្រូវបានរៀបចំនិងគ្រប់គ្រងទៅតាមយន្តការមួយច្បាស់លាស់ហើយមន្ត្រីឧទ្យានុរក្សដែលតាមដានក៏ដូចជាធ្វើការត្រួតពិនិត្យនិងដើរល្បាតដើម្បីការពារព្រៃឈើនិងធនធានធម្មជាតិសត្វព្រៃនេះក៏បានកើនឡើងរហូតមកដល់ពេលនេះគឺយើងមានមន្ត្រីជាឧទ្យានុរក្សដែលការពារនៅតំបន់ធនធានធម្មជាតិរបស់យើងនៅក្នុងទូទាំងប្រទេសកម្ពុជានេះគឺមានប្រមាណជា1200នាក់ហើយចំនួននេះយើងនៅមិនទាន់គ្រប់នៅឡើយទេដោយសារតែផ្ទៃដីរបស់យើង7លាន5សែនហិកតាដែលចាំបាច់គឺយើងត្រូវការកម្លាំងបន្ថែមទៀតដើម្បីពង្រឹងការល្បាតឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ថែមទៀតចំណុចទី2គឺយើងឃើញថាការអភិរក្សរបស់យើងបានធ្វើឲ្យគម្របព្រៃឈើរបស់ប្រទេសកម្ពុជារបស់យើងគឺមានការកើនឡើងហើយអត្រានៃការបាត់បង់គម្របព្រៃឈើគឺមានការថយចុះមានន័យថាការកាប់រុករានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ហ្នឹងគឺមានការថយចុះដែលធ្វើឲ្យគម្របព្រៃឈើរបស់យើងកើនឡើងចំណុចទី3គឺធនធានធម្មជាតិរបស់យើងព្រៃឈើរបស់យើងគឺមានការកើនឡើងហើយមានគង់វង្សមិនបាត់បង់ច្រើនទេហើយចំណុចទី4គឺធនធានគេហៅថាសត្វព្រៃដែលនៅក្នុងធនធានធម្មជាតិនេះបន្ទាប់ពីការពារបាននៅជំរករបស់ពួកគាត់ហើយគឺធនធានសត្វព្រៃនេះគឺមានការកើនឡើងនៅក្នុងនោះគឺយើងមានឃើញសត្វដំរីរហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជារបស់យើងមានចំនួនប្រមាណជា500ក្បាលដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់យើងជាពិសេសគឺនៅតំបន់គិរីរម្យនៅភាគឦសានក៏ដូចជានៅតំបន់ជួរភ្នំក្រវាញសត្វកម្រផ្សេងទៀតក៏មានដែរដូចជាក្រពើភ្នំដែលយើងសន្និដ្ឋានគឺមានជាច្រើនក្បាលដែលនៅជាពិសេសគឺនៅតំបន់អរ៉ែកហើយក្រៅពីនោះគឺមានសត្វផ្សេងៗដូចជាសត្វជ្រូកព្រៃអីជាដើមគឺយើងឃើញមានកំណើនកើនឡើងបាទទោះជាយ៉ាងណាការអភិរក្សឧទ្យានជាតិឬក៏តំបន់ការពារធនធានធម្មជាតិមួយចំនួននៅតែទទួលរងនៅការប៉ុនប៉ងបំផ្លិចបំផ្លាញពីសំណាក់ពួកអ្នកបរបាញ់សត្វឬក៏ជនល្មើសដែលលួចកាប់ព្រៃឈើជាដើមដូចជាការបាញ់ប្រហារមកលើមន្ត្រីឧទ្យានុរក្សមួយលើកជាពីរលើកនៅតំបន់អភិរក្សនិងការពារធនធានធម្មជាតិខេត្តមណ្ឌលគិរីដែរតើហេតុផលទាំងអស់នេះជំរុញឲ្យរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានត្រូវតែមានការបែងចែកតំបន់ការពារនេះឬយ៉ាងណាបាទតាមពិតទៅគឺគម្រោងនៃការបែងចែកគ្រប់គ្រងនៅដែនជម្រកក៏ដូចជាតំបន់ការពារធម្មជាតិនេះគឺយើងមានការគិតគូរជាយូរមកហើយនៅក្នុងការធ្វើយ៉ាងម៉េចដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធភាពនៅតំបន់ការពារធម្មជាតិដើម្បីទប់ស្កាត់កុំឲ្យមានការកាប់បំផ្លាញនៅព្រៃឈើរបស់យើងក៏ដូចជាការបរបាញ់សត្វដោយខុសច្បាប់ហើយយើងឃើញថាតាមរបាយការណ៍របស់មន្ត្រីជំនាញរបស់យើងដែលទទួលបន្ទុកខាងផ្នែកការពារនិងអភិរក្សធនធានធម្មជាតិនេះនៅឆ្នាំ2018កន្លងទៅនេះគឺបទល្មើសព្រៃឈើក៏ដូចជាការបរបាញ់សត្វដោយសត្វព្រៃហ្នឹងគឺនៅមានក៏ប៉ុន្តែកម្រិតបើប្រៀបធៀបជាមួយនឹងឆ្នាំ2017គឺចំនួននេះគឺមានការធ្លាក់ចុះប្រមាណជា 30% នៃទិន្នន័យជារួមនៅក្នុងប្រទេសកម្ពុជារបស់យើងដែលការថយចុះនៃបទល្មើសទាំងអស់នេះគឺបានបន្សល់នៅគេហៅថាទី1គឺកំណើតនៅសត្វព្រៃនៅក្នុងព្រៃរបស់យើងក៏ដូចជាធនធានធម្មជាតិរបស់យើងត្រូវបានការពារវាជាការពិតយើងមិនអាចទប់ស្កាត់បានទាំងស្រុងនៅឡើយទេនៅបទល្មើសវាតែងតែកើតមានហើយជនល្មើសដែលប្រព្រឹត្តបទល្មើសហ្នឹងគឺពេលខ្លះមានអាវុធនៅជាមួយដូចជាជាក់ស្ដែងនៅប្រហែលថ្ងៃមុននេះគឺមន្ត្រីឧទ្យានុរក្សរបស់យើងដែលគាត់ចុះទៅល្បាតនៅតំបន់ដែនជម្រកសត្វព្រៃស្រែពកនេះគឺត្រូវបានជនល្មើសដែលជាអ្នកបរបាញ់សត្វហ្នឹងគឺបានបាញ់សន្ធប់មកលើកម្លាំងរបស់យើងដែលធ្វើឲ្យមានការរបួសមន្ត្រីឧទ្យានុរក្សរបស់យើងម្នាក់ប៉ុន្តែឥឡូវនេះគឺគាត់មានស្ថានភាពល្អប្រសើរមកវិញហើយជិតជាសះស្បើយនឹងអាចវិលត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញហើយបន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញបាទដោយឡែកតាក់ទងទៅនឹងមន្ត្រីឧទ្យានុរក្សដែលរងការបាញ់ប្រហារពីជនល្មើសកាលពីថ្ងៃមុននេះអាជ្ញាធរមានសមត្ថកិច្ចបានស្វែងរកអ្នកទទួលខុសត្រូវលើរឿងបាញ់ប្រហារនេះយកមកដាក់ទោសហើយឬនៅបាទជុំវិញបញ្ហាករណីដែលបាញ់មកលើមន្ត្រីឧទ្យានុរក្សរបស់យើងនេះគឺ
ទី1មន្ត្រីជានរៈរបស់យើងគឺគាត់ទទួលបានការយកចិត្តទុកដាក់ពីក្រសួងក៏ដូចជាអាជ្ញាធរនៅក្នុងការព្យាបាលដើម្បីឲ្យគាត់បានជាសះស្បើយហើយរហូតមកដល់ពេលនេះយើងទទួលបានព័ត៌មានថាមានចំណុចវិជ្ជមានច្រើនជុំវិញការស៊ើបអង្កេតនេះក៏ប៉ុន្តែត្រង់ថាមានការវិវត្តយ៉ាងណាស៊ីជម្រៅយ៉ាងណានោះខ្ញុំមិនអាចជម្រាបជូនព័ត៌មាននេះបានទេដោយសារតែកិច្ចការងារនេះគឺកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយហើយនៅពេលដែលមានព័ត៌មានថ្មីដែលពាក់ព័ន្ធជាមួយនឹងបញ្ហានេះយើងនឹងជម្រាបជូនជាបន្តទៅទៀតបាទដោយអស់ពេលជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់អាដាមនេតភក្ត្រារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ដល់នៅកិច្ចសម្ភាសន៍ដល់វិទ្យុ AFE យើងខ្ញុំនៅពេលនេះសូមអរគុណនិងជម្រាបលាអាដាមបាទសូមអរគុណលោកញឹមសុផលហើយសូមអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់វិទ្យុ AFE បាទកម្មវិធីនេះសហការឧបត្ថម្ភដោយតែសុខភាពគីរុំផលិតពីកញ្ចុំផ្កាម្រេចកំពតនិងមានច្រើនប្រភេទជួយបញ្ចេញជាតិពុលជួយលើកកម្លាំងជួយសម្រកទម្ងន់ជួយឲ្យសម្រានលក់ជួយរំលាយអាហារជួយថ្លើមនិងជួយឲ្យបង្កើនទឹកដោះសម្រាប់ស្ត្រីបំបៅកូនតែសុខភាពគីរុំទទួលបានកម្មសិទ្ធិបញ្ញានៅប្រទេសបារាំងនិងអន្តរជាតិផាកាហ្វេជាភោជនីយដ្ឋានបម្រើជូនគុយទាវកាហ្វេឈ្ងុយឆ្ងាញ់ចាប់ពីព្រឹករហូតដល់ល្ងាចនិងជាទីកន្លែងបង្កើនមិត្តភាពសហគ្រិនភាពដៃគូពាណិជ្ជកម្មរបស់លោកអ្នកស៊ីនវិញយូលីងកាហ្វេដោយម៉ាស៊ីន Probat នឹងមានតែមួយគត់នៅកម្ពុជាទំនាក់ទំនងតាមទូរស័ព្ទលេខ011 816 222និង010 816 222សាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS សិក្សាដើម្បីគុណភាពសិក្សាដើម្បីសមត្ថភាពវិជ្ជាជីវៈសិក្សានៅ CUS សង្កសី ISI Palm រឹងមាំជាប់ធន់នឹងអាកាសធាតុគ្រប់កលៈទេសៈផលិតឡើងដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុននិងអូស្ត្រាលីវត្ថុធាតុដើមស្តង់ដារអន្តរជាតិ ISO 9001:2008 ស្រាប់អាលុយមីញ៉ូម 55% និងសង្កសី 45% មាន5ស្រទាប់ការពារនិងធានារយៈពេល10ឆ្នាំ ISI Palm ជាប់ធន់ជានិរន្តរ៍ ISI Palm ផលិតផលរបស់ក្រុមហ៊ុន ISI Steel ទុយោត្រាខ្លានិងទុយោត្រាអូខេជាទុយោរបស់ក្រុមហ៊ុន SCG មានតម្លៃសមរម្យលោកអ្នកអាចប្រើប្រាស់បានគ្រប់តម្រូវការដូចជាប្រព័ន្ធបង្ហូរទឹកឬស្រោចស្រពទឹកក្នុងចម្ការព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះយើងនិយាយពីលោក Donald Trump ថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិនៅក្នុងបរិបទ shutdown ជុំវិញព័ត៌មាននេះយើងមានបាត់អន្តរកម្មពីគុយគុណធីរាជំរាបសួរគុណធីរាសួស្តីសុភ័ណ្ឌគុណធីរាហេតុអ្វីបានជាគេចាត់ទុកថ្ងៃថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិរបស់លោកប្រធានាធិបតីអាមេរិកនឹងជារឿងសំខាន់ហើយថាតើវាសំខាន់សម្រាប់អ្នកណាឲ្យប្រកាសទៅគុណធីរាអ្វីដែលគួរបញ្ជាក់ជាដំបូងផនតាំងពីឆ្នាំ1930មកទំនៀមទម្លាប់មួយនេះត្រូវបានធ្វើឡើងមួយឆ្នាំម្ដងនៅចុងខែមករាឬដើមខែកុម្ភៈថ្ងៃថ្លែងសន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិរបស់ប្រធានាធិបតីអាមេរិកជារឿងសំខាន់ផងនិងមានប្រយោជន៍ផងសម្រាប់រូបប្រធានាធិបតីនិងសម្រាប់ពលរដ្ឋអាមេរិកទូទៅមានកត្តាសំខាន់ចំនួន2សម្រាប់រូបប្រធានាធិបតីទី1វាជាឱកាសតែមួយគត់ដែលអនុញ្ញាតឲ្យប្រធានាធិបតីប្រមូលអំណាចទាំង3គឺអំណាចនីតិប្រតិបត្តិអំណាចនីតិបញ្ញត្តិនិងអំណាចតុលាការឲ្យជួបជុំគ្នាក្នុងពេលតែមួយនិងកត្តាសំខាន់ទី2វាជាឱកាសតែមួយគត់ដែលប្រធានាធិបតីត្រូវធ្វើតុល្យការរួមស្ដីពីស្ថានភាពរបស់ប្រទេសបង្ហាញចេញនូវកម្មវិធីនយោបាយជាតិនិងអន្តរជាតិរួមទាំងសំណុំរឿងអធិភាពមួយចំនួនផងសម្រាប់ពលរដ្ឋអាមេរិកកាំងទូទៅវិញសុភ័ណ្ឌសន្និដ្ឋានថាទៅកាន់ប្រជាជាតិរបស់ប្រធានាធិបតីជាឱកាសតែមួយគត់ដើម្បីបានដឹងពីតុល្យការរួមដែលប្រធានាធិបតីសម្រេចបានរួមទាំងកម្មវិធីនយោបាយជាតិអន្តរជាតិនិងប្រធានបទអធិភាពរបស់ប្រធានាធិបតីផងតែគេបានសង្កេតឃើញជារួមថាតាំងពីឆ្នាំ1966មកសន្និដ្ឋានថ្លែងទៅកាន់ប្រជាជាតិតែងទទួលរងការរិះគន់វាយប្រហារពីក្រុមប្រឆាំងសុភ័ណ្ឌចាសម្រាប់លោក Donald Trump ដែលបានចូលកាន់តំណែងប្រធានាធិបតីអាមេរិកតាំងតែពីខែមករាឆ្នាំ2017នេះគឺជាសន្ទរកថាលើកទី2របស់លោកហើយតើអាចមានប្រធានរឿងអ្វីខ្លះដែលគេកំពុងតែរងចាំស្ដាប់នៅគុណធីរា
មានច្រើនសភ័ណ្ឌតាំងពីនយោបាយជាតិដល់នយោបាយការបរទេសដែលលោកត្រាំបានអនុវត្តនិងកំពុងបន្តអនុវត្តតែគេត្រូវហ៊ានទទួលស្គាល់ថាភាពប្រទាញប្រទង់និងជំរុងចម្រាស់ក៏មានច្រើនដែររវាងលោកត្រាំជាមួយក្រុមអ្នកប្រជាធិបតេយ្យដែលជាក្រុមប្រឆាំងកំពុងមានសម្លេងភាគច្រើននៅក្នុងសភាបន្តមកជាមួយក្រុមអ្នកសាធារណរដ្ឋគ្នាឯងក៏ហាក់មិនសូវរលូនប៉ុន្មានទេមានន័យថាអ្វីដែលលោកត្រាំបានធ្វើកំពុងធ្វើនិងគ្រោងធ្វើនៅពេលខាងមុខក៏មានអ្នកខ្លះយល់ស្របនិងអ្នកខ្លះទៀតមិនយល់ស្របដែរតែទោះជាយ៉ាងនេះក្តីនឹងអ្វីដែលលោកត្រាំលើកយកទៅថ្លែងជាថ្មីដោយចំហនិងមានអំនួតទៀតនោះគឺស្ថានភាពសុខភាពសេដ្ឋកិច្ចល្អប្រសើររបស់អាមេរិកសប្តាហ៍ថ្ងៃជាមួយនឹងកំណើនសេដ្ឋកិច្ចកើនឡើងនិងចំនួនពលរដ្ឋអាមេរិកកាំងអត់ការងារធ្វើបានធ្លាក់ចុះនេះជាចំណុចវិជ្ជមានមួយជាក់ស្ដែងនិងមានតួលេខបង្ហាញត្រឹមត្រូវដែលគុំថាឡើយតែពលរដ្ឋអាមេរិកកាំងទូទៅសូម្បីតែក្រុមអ្នកប្រជាធិបតេយ្យក៏មិនអាចនិយាយផ្ទុយពីនេះបានដែរជាថ្មីម្ដងទៀតលោកត្រាំអាចរំលឹកជាថ្មីនៅឃ្លាមួយដែលលោកបានប្រើតាំងពីដើមនោះគឺ America First ឥឡូវនេះនឹងអ្វីដែលលោកត្រាំគ្រងនឹងនិយាយបញ្ចុះបញ្ចូលជាថ្មីនៅចំពោះមុខប្រជាជាតិពេលនេះគឺជញ្ជាំងដែលលោកត្រាំចង់សង់នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសមិចស៊ិកដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ប្រធានរឿងមួយនេះក៏លោកត្រាំអាចបញ្ជាក់ជាថ្មីថាក៏ដើម្បីពលរដ្ឋអាមេរិកកាំងដែរគួររំលឹកថាគឺគម្រោងសង់ជញ្ជាំងនេះហើយដែលលោកត្រាំកំពុងបន្តប្រជុំមុខតតាំងទល់នឹងក្រុមអ្នកប្រជាធិបតេយ្យនិងក្រុមអ្នកសាធារណរដ្ឋមួយចំនួនផងលោកត្រាំត្រូវការលុយចំនួន$5,000 លានដើម្បីសង់ជញ្ជាំងនោះតែក្រុមអ្នកប្រជាធិបតេយ្យដែលមានសម្លេងភាគច្រើននៅក្នុងសភាមិនព្រមឲ្យភាពប្រទាញប្រទង់នេះបានរុញអាមេរិកឲ្យធ្លាក់ក្នុងវិបត្តិថវិកាបង្កឲ្យមានភាពជាប់គាំងក្នុងស្ថាប័នសហព័ន្ធដែលគេហៅថា shutdown អស់រយៈពេល35ថ្ងៃសុភ័ណ្ឌចាគុណធីរ៉ាមួយវិញទៀត shutdown នេះគឺត្រូវបានដោះស្រាយបណ្ដោះអាសន្នត្រឹមថ្ងៃទី15កុម្ភៈខាងមុខហើយមានក្តីបារម្ភថាបើការចរចានៅបន្តមិនត្រូវគ្នាវិបត្តិថវិកាមួយនេះអាចនឹងកើតមានជាថ្មីនៅថ្ងៃបន្ទាប់ពី15កុម្ភៈនឹងទៀតអញ្ចឹងហើយបានជាមានការលើកឡើងថាលោកត្រាំអាចនឹងប្រើវិធានការប្រកាសអាសន្នជាតិដើម្បីអាចសង់ជញ្ជាំងមួយនេះបានបើតាមមើលទៅតើលោកត្រាំអាចប្រកាសទេគុណធីរ៉ាសុភ័ណ្ឌមិនមែនរឿងអាចឬមិនអាចទេហើយអាចឬមិនអាចនឹងទៀតសោតក៏មានតែលោកត្រាំម្នាក់ឯងគត់ដែលដឹងតែអ្វីដែលខ្ញុំចង់បញ្ជាក់ពេលនេះគឺថាការប្រើវិធានការប្រកាសអាសន្នជាតិរបស់លោកប្រធានាធិបតីសម្រាប់រឿងអ្វីមួយក៏ដោយវាជាសិទ្ធិរបស់ប្រធានាធិបតីដែលមានចែងយ៉ាងច្បាស់នៅក្នុងច្បាប់អាមេរិកតាំងពីឆ្នាំ1974បើគិតតាំងពីឆ្នាំ1974មកសុភ័ណ្ឌសិទ្ធិមួយនេះត្រូវបានប្រធានាធិបតីអាមេរិកមុនប្រើចំនួន58ដងនិងដែលក្នុងនោះមាន31ដងកំពុងបន្តមានជាធរមានមកដល់សប្តាហ៍ថ្ងៃជាទូទៅប្រធានាធិបតីប្រើសិទ្ធិពិសេសមួយនេះក្នុងពេលដែលសភាមិនយល់ព្រមតាមផែនការរបស់គាត់និងដែលរូបគាត់យល់ថាផែនការរបស់គាត់គឺដើម្បីសន្តិសុខជាតិតែគ្រប់គ្នាបានមើលឃើញថាបើលោកត្រាំប្រកាសអាសន្នជាតិដោយសារតែក្រុមអ្នកប្រជាធិបតេយ្យមិនព្រមឲ្យលុយគាត់ដើម្បីសង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសមិចស៊ិកអាចជាករណីពិសេសមួយមិនធ្លាប់មានទេតើការសាងសង់ជញ្ជាំងមួយនេះជាវិធានការសន្តិសុខជាតិឬពិតណាស់នេះជាចម្លើយរបស់លោកត្រាំតាំងពីមកព្រោះលោកយល់ថាលំហូរជនអន្តោប្រវេសន៍ចូលក្នុងទឹកដីអាមេរិកកាំងតាមរយៈប្រទេសមិចស៊ិកអាចនឹងប៉ះពាល់ដល់សន្តិសុខជាតិគួរបញ្ជាក់ថាបើលោកត្រាំប្រកាសអាសន្នជាតិមែននោះលោកអាចយកលុយចំនួន$5,000 លានពីក្នុងហឹបបំរុងការពារជាតិចំនួន$7,000 លានទៅសង់ជញ្ជាំងដូចដែលលោកចង់បានតែមុននឹងអាចធ្វើបានលោកក៏ត្រូវបន្តប្រឈមមុខនឹងការប្រឆាំងពីសភានៃក្រមអ្នកប្រជាធិបតេយ្យតាមផ្លូវតុលាការជាមុនដែរទោះជាយ៉ាងនេះក្តីនៅទីបំផុតបើតាមមើលទៅលោកត្រាំនៅតែឈ្នះព្រោះសិទ្ធិប្រកាសអាសន្នរបស់ប្រធានាធិបតីមិនមែនជារឿងខុសច្បាប់ទេអញ្ចឹងគេត្រូវរងចាំមើលថាតើលោកត្រាំសម្រេចប្រកាសអាសន្នជាតិដើម្បីសង់ជញ្ជាំងឬមួយទុកឲ្យមាន shutdown ជាថ្មីនៅក្រោយថ្ងៃទី15កុម្ភៈសុភ័ណ្ឌអរគុណគុណធីរ៉ាចំពោះបទអន្តរាគមន៍នៅថ្ងៃនេះជីវិតជោគជ័យនៅក្នុងនីតិជីវិតជោគជ័យរបស់វិទ្យុយើងនៅថ្ងៃនេះអង្គប៊ុនថនសំណែនាំលោកអ្នកឲ្យស្គាល់អំពីដំណើរជីវិតរបស់សកម្មជនដីធ្លីម្នាក់គឺអ្នកស្រីច្រៃនីម
អតីតសកម្មជនដីធ្លីរូបនេះបានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីដឹកនាំការតស៊ូមតិប្រឆាំងទៅនឹងគម្រោងបណ្តេញចេញពីសហគមន៍ដីធ្លីមួយកន្លែងនៅជិតប្រលានយន្តហោះអន្តរជាតិភ្នំពេញបច្ចុប្បន្នរដ្ឋាភិបាលក៏បានផ្អាកគម្រោងពង្រីកប្រលានយន្តហោះនេះដែលធ្វើឲ្យអ្នកភូមិមានការស្ងប់ចិត្តទៅវិញដូច្នេះសូមអញ្ជើញស្ដាប់ដូចតទៅដំបូងមកខ្ញុំក៏មិននឹកស្មានខ្ញុំជាសកម្មជនដីធ្លីទេហើយពីកន្លងដែលឆ្នាំមុនឆ្នាំ2012ហ្នឹងគឺខ្ញុំជាអាជីវករលក់ដូរនៅសាលដំកតែម្ដងចាប៉ុន្តែដល់ឆ្នាំ2012ហ្នឹងគឺបានចេញលិខិតសចនទុករយៈពេល1អាទិត្យសម្រាប់ពួកខ្ញុំរស់រើរំនៅឋានចេញនៅបង្ខំចាបើសិនជាពួកខ្ញុំមិនចេញទេគេនឹងឈូសឆាយកំទេចនៅរំនៅឋានរបស់ពួកខ្ញុំនៅពលានយន្តហោះពោធិ៍ចន្ទង់ទាំងអស់គ្នាហើយអ្នកដែលប៉ះពាល់នៅតំបន់នោះគឺមាន5ភូមិចាគឺមានភូមិថ្មគោភូមិគុកចបក់ភូមិតាពាំងរវាភូមិតងួនចាហើយនឹងព្រែកស័កចាបាទចាហើយក្នុង5ភូមិហ្នឹងគឺប៉ះពាល់ជិត600គ្រួសារតែម្ដងចាបាទផ្ដើមចេញពីបញ្ហាចំនួនដីធ្លីនេះហើយដែលធ្វើឲ្យស្ត្រីរូបនេះបានផ្លាស់ប្ដូរមុខរបរជាអាជីវករទៅជាសកម្មជនដីធ្លីដែលការងារគ្មានប្រាក់កម្រៃមិនត្រឹមតែប៉ុណ្ណោះការងារតស៊ូមតិបែបនេះបានធ្វើឲ្យសុភមង្គលនៅក្នុងគ្រួសារដែលធ្លាប់តែល្អុកល្អឺនឹងគ្នាប្រែក្លាយទៅជាការបែកបាក់ស្វាមីខណៈដែលគាត់ជាមន្ត្រីរាជការម្នាក់ចាក្រោយពីចេញលិខិតសចនមកគឺក្នុងឆ្នាំ2012ថ្ងៃទី27ឆ្នាំខែ7ចាគឺខ្ញុំត្រូវបាត់បង់មុខរបរទាំងស្រុងតែម្ដងគឺខ្ញុំមានអាជីវករគឺលក់ផ្លែឈើនៅសានិមាសចាខ្ញុំបានក្រោយពីខ្ញុំឃើញលិខិតនឹងមកគឺខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងដោយសារដីនៅតំបន់នោះគឺជាដីដែលរបស់ពួកខ្ញុំនៅទិញស្របច្បាប់ដែលមានអាជ្ញាធរទទួលដឹងឮតាំងពីលើដល់ក្រោមហើយមួយចំនួនទៀតក៏មានប្លង់កម្មសិទ្ធិហៅថារឹងចាហើយក្រោយពីចេញលិខិតនឹងមកគឺខ្ញុំបានបោះបង់មុខរបររបស់ខ្ញុំចោលរយៈពេល4ឆ្នាំជាង75ឆ្នាំគឺខ្ញុំត្រូវធ្លាក់ខ្លួនវេទនាគឺដោយសារការតវ៉ាការពីរំនៅឋានរបស់ខ្លួនចាហើយខ្ញុំមានការលំបាកយ៉ាងខ្លាំងចាប់ផ្ដើមតាំងពីមានគ្រួសាររហូតដល់ការតវ៉ារបស់ខ្ញុំគឺមានការបែកបាក់ក្រុមគ្រួសារចាធ្លាប់ពីមានសុភមង្គលមានលុយចាយរស់នៅសំរុំស្គាល់តែភាពរីករាយចាហើយបែរជាខ្ញុំស្គាល់នៅភាពឈឺចាប់ហើយថវិកាសេដ្ឋកិច្ចរបស់ខ្ញុំគឺទៅធ្លាក់ទាំងស្រុងដោយសារទី1គឺខ្ញុំបានបែកបាក់គ្រួសាររបស់ខ្ញុំដោយសារខ្ញុំជាសកម្មជនតវ៉ាដីធ្លីហើយចំណែកគ្រួសាររបស់ខ្ញុំគឺជាប៉ូលីសដែលធ្វើការនៅក្នុងក្រសួងមហាផ្ទៃដែលគាត់មានវណ្ណស័ក្តិគួរសមចាបញ្ហាដីធ្លីនេះក៏បានធ្វើឲ្យអ្នកស្រីច្រៃនាមបានធ្លាក់ខ្លួនទៅជាស្ត្រីមេម៉ាយដោយមានកូនស្រីម្នាក់នៅក្នុងបន្ទប់ចាហើយខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងដោយសារមានការរងគ្រោះដោយសារដីធ្លីនេះគឺធ្វើឲ្យខ្ញុំបាត់បង់នៅសុភមង្គលក៏ដូចជាមានការឈឺចាប់ប៉ះពាល់ដល់អារម្មណ៍កូនខ្ញុំដែលគាត់អត់បានទៅរៀនខាន2ឆ្នាំចាហើយខ្ញុំត្រូវបាត់បង់ច្រើនរយៈពេលមានការរើសអើងពីសាច់ញាតិក៏ក្រុមគ្រួសារមួយចំនួនទាំងភាគីទាំងសងខាងហើយខ្ញុំបាត់បង់កិត្តិយសនឹងការប្រមាថមើលងាយពីអ្នកដទៃក៏ដូចជាសង្គមក៏ដូចជាសាច់ញាតិមួយចំនួនគេផ្ដាច់ការទំនាក់ទំនងកាត់ការពេលមួយរយៈដែរតាគឺខ្ញុំមាននិយាយទៅខ្ញុំមានការឈឺចាប់ដកក្នុងអារម្មណ៍ខ្ញុំមិនដែលបាត់ទេយ៉ាងណាក៏ដោយបច្ចុប្បន្ននេះអ្នកស្រីច្រៃនាមបានតស៊ូមតិទទួលបានជោគជ័យជាមួយអ្នកភូមិផ្សេងទៀតប្រឆាំងនឹងការបណ្តេញចេញពីលំនៅឋាននៅជិតប្រលានយន្តហោះអន្តរជាតិភ្នំពេញគណៈរដ្ឋាភិបាលក៏បានប្រកាសផ្អាកគម្រោងពង្រីកប្រលានយន្តហោះនេះដែលធ្វើឲ្យអ្នកភូមិមានការស្ងប់ចិត្តទៅវិញចាសម្រាប់ក្រោយពីពួកយើងតស៊ូមតិរយៈពេល74ឆ្នាំមកគឺធ្វើដូចភ្លៀងរលឹមគឺទៅស្ថាប័នដែលពាក់ព័ន្ធដូចជាក្រសួងដែនដីនិងស្ថាប័នខុទ្ទកាល័យសម្ដេចក៏ដូចជាស្ថាប័នផ្សេងយើងបានការតស៊ូមតិរបស់យើងគឺក៏បានភាពជោគជ័យច្រើនចាហើយនៅឆ្នាំ2000ដើម2017នោះគឺសម្ដេចនាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានប្រកាសឈប់ពង្រីកពលានយន្តហោះឲ្យរក្សាភាពស្ងប់ស្ងាត់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យ
គាត់រស់នៅដូចដើមវិញចាហើយគ្មានការបរិយាយក៏គ្មានការបដិញប្រជាពលរដ្ឋនៅតំបន់នឹងបន្តទៀតដែរចាប៉ុន្តែប្រជាជនដែលនៅទីនោះថាតើពួកគាត់ទទួលបានកម្មសិទ្ធិអីត្រឹមត្រូវស្របច្បាប់ទទួលស្គាល់ពីអាជ្ញាធរហើយឬនៅបាទចាសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះពលានយន្តហោះហ្នឹងគឺពួកខ្ញុំបានដាក់លិខិតស្នើទៅក្រសួងដែនដីគឺដើម្បីសុំធ្វើប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធប៉ុន្តែយើងបានជំរុញទៅសួរក្រសួងដែនដីគឺកំពុងតែដោះស្រាយពីបញ្ហាហ្នឹងដែរចាមួយចំនួននោះគាត់មានលុយគាត់បានធ្វើប្លង់រឹងជាគេហៅថាដាច់ដៃដុំណាអញ្ចឹងនៅតំបន់នោះអ្នកមានលុយគឺគាត់អាចធ្វើបានហើយមួយចំនួនទៀតគាត់អត់មានលុយក៏គាត់បានដល់ប្លង់រឹងគាត់ចាំលក្ខណៈតាមរយៈសហគមន៍ស្នើចាលក្ខណៈជាប្រព័ន្ធចាសប្តាហ៍ថ្ងៃនេះយូរម្ដងគេឃើញអ្នកស្រីច្រៃនីមតែងតែទៅជួបនឹងពលរដ្ឋដែលមានចំនួនដីធ្លីឡើងមកពីតាមបណ្ដាខេត្តនានាដែលឡើងមករកដំណោះស្រាយពីស្ថាប័នជាតិនៅក្នុងទីក្រុងភ្នំពេញដោយសារក្នុងនាមខ្ញុំជាខ្មែរមួយរូបហើយក៏ជាជនរងគ្រោះហើយខ្ញុំធ្លាប់ជាអ្នករងគ្រោះខ្ញុំមានការឈឺចាប់ដោយសារខ្ញុំយល់ថាខ្ញុំតាមមករំនៅឋានគឺរស់នៅសំខាន់គឺយើងស្គាល់ខ្លួនយើងថាការរស់នៅនឹងដោយស្របច្បាប់អញ្ចឹងយើងអត់មានអីខុសច្បាប់អញ្ចឹងជំរុញឲ្យឆន្ទៈខ្ញុំនឹងស្វែងដូចថាមានឆន្ទៈគឺយើងត្រូវតែហ៊ាននិយាយហ៊ានជួយដល់អ្នកដទៃហើយខ្លួនឯងហ្នឹងធម្មតាថាបើសិនមានការជិះជាន់ក៏យើងមានការរើបំរះអញ្ចឹងដូចខ្ញុំអញ្ចឹងទិញដីដោយស្របច្បាប់អញ្ចឹងបើបុគ្គលអ្នកមានអំណាចអ្នកមានលុយគាត់មករំលោភយកយើងត្រូវតែហ៊ាននិយាយការពិតចារួមគ្នានិយាយការពិតតែបើសិនជាយើងខ្លាចរអាថាគេអ្នកមានគេអ្នកធំគេធ្វើឈ្នះគេទេគេអ្នកខ្លះគេនិយាយថាគេផ្លុំភ្នំអាលាយភ្នំគេស្ដោះខ្មៅងាប់ខ្មៅអញ្ចឹងគេហៅថាជំរុញឲ្យខ្ញុំខ្លាចអញ្ចឹងណាអញ្ចឹងខ្ញុំគិតថារឿងឲ្យយើងត្រូវខ្លាចយើងខ្លាចតែអ្វីដែលយើងធ្វើខុសច្បាប់តែបើសិនជាយើងយល់ថាខ្លួនយើងមិនធ្វើអីខុសច្បាប់យើងត្រូវតែហ៊ានតតាំងនៅចំពោះមុខច្បាប់មិនមែនជាការចែកដន្យទេដែលសកម្មជនដីធ្លីរូបនេះចេះមានវិធីសាស្ត្រក្នុងការជួយពលរដ្ឋដែលមានចំនួនដីធ្លីរកដំណោះស្រាយដោយសន្តិវិធីនោះគឺគាត់ទទួលបានការបណ្ដុះបណ្ដាលពីអង្គការមួយចំនួនផ្នែកសិទ្ធិមនុស្សតាមពិតទៅយើងកន្លងមកយើងបានអរគុណមែនទែនសម្រាប់អង្គការដៃគូដែលគាត់បានជួយសហគមន៍រងគ្រោះដូចជាសហគមន៍អង្គការ CLC ក៏ដូចជាអង្គការ Liga-do ក៏ដូចជាអង្គការសមត្ថធម៌ក៏ដូចជាអង្គការសមាគមធៀងថ្នោតហើយក៏ដូចជាអង្គការផ្សេងទៀតដូចជាខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សចាគាត់បានបង្រៀនពីច្បាប់តស៊ូមតិក៏ដូចជាបង្រៀនពីច្បាប់ដីធ្លីក៏បង្រៀនពីផ្សេងទៀតសម្រាប់ឲ្យពួកយើងបានយល់ដឹងពីច្បាប់ចាអញ្ចឹងធ្វើឲ្យយើងចេះដឹងបើសិនជាយើងអត់បានយល់ទេដូចនៅកញ្ចេះអញ្ចឹងបើសិនជាយកមកដីសាបដូរស្លាប់រស់គ្នាទៅវិញទៅមកអញ្ចឹងយើងមិនអាចប្រើហិង្សាទៅលើកងកម្លាំងប៉ូលីសហើយបានទេអញ្ចឹងយើងមានតែការដែលរងគ្រោះរបួសបន្ថែមទៀតចាក្រៅពីធ្វើការងារស្ម័គ្រចិត្តជួយពលរដ្ឋដែលមានបញ្ហាចំនួនដីធ្លីទាំងនោះអ្នកស្រីច្រៃនេះបានប្រែក្លាយជីវិតរបស់គាត់ដែលធ្លាប់តែជួបទុក្ខលំបាកមកធ្វើខ្លួនឯងឲ្យមានជីវិតរីករាយទៅវិញគឺតាមរយៈការងារថ្មីមួយទៀតរបស់គាត់ជាទីប្រឹក្សាខាងទីផ្សារអចលនទ្រព្យតាំងពីខ្ញុំតវ៉ាមកគឺខ្ញុំបានជោគជ័យមកគឺខ្ញុំបានប្រែខ្លួនខ្ញុំពីសកម្មជនគឺខ្ញុំនៅឃ្លាតរកស៊ីមាន2ទៀតគឺខ្ញុំបានរកស៊ីលក់បន្លែគ្រប់ប្រយុទ្ធបោះឲ្យខាងស្តង់ផ្សេងដែលគាត់ទទួលចាពីម៉ោង3កន្លះដល់ម៉ោង6ព្រឹកចាហើយបន្ទាប់ពីសមម៉ោងហ្នឹងគឺខ្ញុំបានរកស៊ីចលនាទ្រព្យគេហៅថាទីប្រឹក្សាភិបាលផ្នែកចលនាទ្រព្យឯករាជ្យចាអញ្ចឹងខ្ញុំមានក្រុមគ្នាខ្ញុំចឹងខ្ញុំបង្កើតបានក្រុមមួយគឺដើម្បីទិញដីអ្នកដែលមានលុយទិញដីគឺពួកខ្ញុំមិនមានលុយទេតែបើសិនជាខាងក្រុមហ៊ុនក៏ដូចជាអ្នកមានលុយមួយចំនួនគាត់ចង់បានដីល្អដែលមានស្របច្បាប់មានទំនាស់បញ្ហាអីគឺអាចតាក់ទងនៅក្រុមពួកខ្ញុំបានហើយយើងឃើញថាដីដែលយើងគាត់ចង់បានពីតំបន់ណាខេត្តណា25ខេត្តក្រុងយើងអាចរកដីល្អជូនគាត់បានចាទៅពេលខាងមុខទៀតតើអ្នកស្រីនឹងផ្លាស់ប្ដូរអាជីពមុខរបរយ៉ាងម៉េចវិញបាទពីឈប់ធ្វើជាសកម្មជនដីធ្លីទៅជាអ្នករស់ស៊ីផ្ដល់ប្រឹក្សាលក់ទិញដីហ្នឹងឬយ៉ាងម៉េចចាសម្រាប់ខ្ញុំគឺខ្ញុំអ
អត់ផ្លាស់ប្ដូរជាសកម្មជនគឺខ្ញុំនៅតែបន្តជួយប្រឹក្សាយោបល់ដល់សហគមន៍ដែលគាត់រងគ្រោះដីធ្លីតាក់ទងនឹងការតស៊ូមតិដោយអហិង្សាដោយសារយើងមើលឃើញជាក់ស្ដែងដូចជានៅក្រុងសីហនុក៏ដូចកញ្ចេះយើងឃើញថាថ្មីនេះគឺមានការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋគាត់អត់ទាន់បានយល់ពីការតស៊ូមតិហើយបានប្រើដូចថាឃើញកងកម្លាំងគាត់មកប្រើគម្រាមមានកំភ្លើងអញ្ចឹងគាត់ក៏ទាញដូចថាតំថ្មទីទួចអញ្ចឹងណាអញ្ចឹងវាជាគេហៅថាហិង្សាធ្វើឲ្យមានបញ្ហាច្រើនរវាងអាជ្ញាធរនិងប្រជាពលរដ្ឋអញ្ចឹងអ្នកដែលរងគ្រោះបើគាត់រងគ្រោះហើយគាត់បាត់បង់ដីហើយបែរជាគាត់ទៅរងគ្រោះចោទនិងរបួសទៀតប្រវត្តិសាស្ត្រខ្មែរនៅក្នុងនីតិប្រវត្តិសាស្ត្រខ្មែររបស់យើងនៅសប្តាហ៍នេះវ៉ាន់នីកអនសូមនិយាយអំពីការប្រជែងកម្លាំងអន្តរជាតិព្រឹត្តិការណ៍ថ្ងៃ7មករាឆ្នាំ1979នៅប្រទេសកម្ពុជាបានត្រូវអ្នកវិភាគប្រវត្តិសាស្ត្រនិងនយោបាយបកស្រាយខុសៗពីគ្នាប៉ុន្តែអ្វីដែលគេពុំអាចប្រកែកបានគឺការវាយប្រហារយោធានៃប្រទេសវៀតណាមទៅប្រទេសកម្ពុជាហើយដាក់របបនយោបាយមួយដែលរណបនឹងកងទ័ពរបស់ខ្លួនជំនួសតែម្ដងគឺនៅក្នុងន័យនេះហើយដែលនៅថ្ងៃ13មករាឆ្នាំដដែលនោះក្រមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យកងទ័ពបរទេសដែលចូលឈានពានស្រុកខ្មែរដកចេញជាបន្ទាន់ហើយត្រូវបង្ខំចិត្តទទួលស្គាល់របបខ្មែរក្រហមចំពោះអ្នកទទួលរងគ្រោះដោយរបបខ្មែរក្រហមនេះជាបញ្ហាមួយដ៏ស្មុគស្មាញព្រោះបើរបបប៉ុលពតមិនត្រូវរលំរលាយទេនោះប្រជាជនខ្មែរនឹងត្រូវរងគ្រោះនៅក្នុងរបបនេះបន្តទៅទៀតដោយយល់ច្បាស់អំពីលក្ខណៈខុសច្បាប់នៃការឈានពាននេះកងទ័ពវៀតណាមក៏បានសាកល្បងរំដោះសម្ដេចនរោត្តមសីហនុដែរប៉ុន្តែទីក្រុងប៉េកាំងបានរំដោះព្រះអង្គយកទៅមុនបាត់ទៅគេអាចសន្និដ្ឋានបានថាបើទីក្រុងហាណូយរំដោះអតីតប្រមុខរដ្ឋខ្មែរបាននៅថ្ងៃ7មករាសភាពការនាពេលនោះប្រហែលជាអាចមានលក្ខណៈផ្សេងព្រោះថាទោះជាស្ថិតនៅខាងបកសម្ព័ន្ធយោធាខាងណាក្តីសម្ដេចនរោត្តមសីហនុនៅតែជាអ្នកតំណាងនិធ្យានុគរភាពនៃរដ្ឋខ្មែរដដែលប៉ុន្តែនេះក៏ជាចំណុចមួយដ៏ស្មុគស្មាញដែរព្រោះសម្ដេចនរោត្តមសីហនុបានត្រូវរបបលន់នល់ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិបានទម្លាក់ព្រះអង្គពីអំណាចតាំងពីថ្ងៃ18មីនាឆ្នាំ1970មកឯណោះតាមការពិតទៅគឺជាការប្រជែងកម្លាំងអន្តរជាតិតែប៉ុណ្ណោះនៅចំពោះមុខការពង្រីកឥទ្ធិពលរបស់វៀតណាមនិងសូវៀតនៅក្នុងតំបន់ជាពិសេសនៅកម្ពុជាបច្ចិមប្រទេសដែលនៅពេលនោះជាសត្រូវនឹងសូវៀតគ្មានជំរឿនអ្វីក្រៅពីចងសម្ព័ន្ធភាពជាមួយទីក្រុងប៉េកាំងទេទោះជាយ៉ាងនេះក្តីក៏សម្ដេចនរោត្តមសីហនុបានសាកល្បង